ក្មេងនៅកម្ពុជាយើងភាគច្រើនត្រឹមអាយុ2ឆ្នាំអីគឺឈប់ផឹកទឹកដោះគោហើយមូលហេតុអីទៅបានជាគាត់ឈប់គឺដោយសារតែឪពុកម្ដាយបញ្ឈប់ហើយខ្លះទៅហ្នឹងដោយសារតែគាត់ហ្នឹងអត់ចង់ផឹកដោយខ្លួនឯងតែម្ដងជាក់ស្ដែងការមិនផឹកទឹកដោះគោនៅពេលដែលអាយុ2ឆ្នាំអីឡើងលើណាវាមិនជះឥទ្ធិពលលើខ្លាំងពេកទេប៉ុន្តែវាអាចនឹងផ្ដល់ផលរំខានមួយចំនួនទៅដល់ការលូតលាស់នៃកុមារទាំងអស់ហ្នឹងហើយមួយទៀតហ្នឹងក៏អាចប្រឈមជាមួយនឹងជំងឺពុកឆ្អឹងថ្ងៃអនាគតផងដែរហើយបានប្រឈមអញ្ចឹងពីព្រោះនៅក្នុងទឹកដោះគោវាសម្បូរដោយសារធាតុចិញ្ចឹមចំនួនធំដែលយើងត្រូវការនៅក្នុងការលូតលាស់មានដូចជាខ្លះទៅ vitamin D calcium DHA ហើយជាមួយនឹងប្រូតេអ៊ីនមួយចំនួនធំទៅទៀតតាមការណែនាំគេឲ្យក្មេងពីអាយុ3ទៅ5ឆ្នាំហ្នឹងផឹកទឹកដោះគោនៅក្នុងមួយថ្ងៃ3កែវអញ្ចឹង3កែវក្នុងមួយថ្ងៃអញ្ចឹងសម្រាប់ឪពុកម្ដាយដើម្បីឲ្យកូនមានការលូតលាស់បានល្អមិនងាយឈឺអ្នកទាំងអស់គ្នាគួរតែឲ្យកូនហ្នឹងបន្តផឹកទឹកដោះគោហ្នឹងជាប្រចាំ